បាទសួស្តីលោកគ្រូថ្ងៃនេះខ្ញុំបាទមកបង្ហាញខ្លីទៅនឹងការបញ្ចូលបន្ទុកអញ្ចឹងយើងចូលនៅក្នុងផ្នែកគ្រប់គ្រងបន្ទុកមកឧទាហរណ៍យើងចូលខែវិជ្ជាការអញ្ចឹងដើម្បីបញ្ចូលបន្ទុកបានលោកគ្រូទៅដល់គឺឃើញបន្ទុកដែលមានស្រាប់នេះលោកគ្រូ select វាមក select វាហើយយើងចុច key delete លុបវាទៅណាអញ្ចឹងកាលណាពេលដែលយើងលុបទៅវាលុបបែបនេះហើយអញ្ចឹងវាអត់ជាបញ្ហាទេនៅពេលដែលយើងបញ្ចូលបន្ទុកលោកគ្រូចូលពីលើចុះក្រោមណាឧទាហរណ៍ថាខ្ញុំបញ្ចូលឧទាហរណ៍ថាឧទាហរណ៍ទេនេះបាទអញ្ចឹងនៅពេលដែលយើងបញ្ចូលចប់ពីលើចុះក្រោមអញ្ចឹងហើយតាមលំដាប់បន្ទុករបស់យើងគឺវានឹងលោតចំណាត់ថ្នាក់ឲ្យហើយបាទប៉ុន្តែលោកគ្រូឃើញអញ្ចឹងដល់ពេលបញ្ចូលទៅយើងអូសមកដល់ក្រោមយើងមើលយើងបាត់មុខវិជ្ជាយើងមើលអត់ឃើញតែដឹងតែកន្លែងយើងបញ្ចូលមុខវិជ្ជាអីមែនទេអញ្ចឹងដើម្បីយើងមើលមុខវិជ្ជាបានលោកគ្រូយកវារំកិលវាប៉ុណ្ណេះបាទរំកិលវាប៉ុណ្ណេះមកនេះប៉ុណ្ណេះមកហើយយកម៉ៅរបស់យើងដាក់កន្លែងភេទបាទឃើញនេះលេខទី1ដាក់លើភេទមកតទៅទៀតយើងចូលនៅក្នុងពាក្យ view ហើយយើងយកពាក្យថា fresh pan ណាបាទហើយយើងដាក់យើង fresh pan វាមកអញ្ចឹងវាចាប់ក្បាលតារានឹងជាប់ហើយឃើញទេវាអត់ទៅណាទេអញ្ចឹងពេលដែលយើងនឹងកិនឡើងលើចុះក្រោមគឺធ្វើឲ្យយើងមើលទៅឃើញច្បាស់មកឆ្វេងស្ដាំក៏បានដែរអត់បាត់ឈ្មោះទេណាបាទបន្តមកទៀតលោកគ្រូបញ្ចូលបន្ទុកធម្មតាមកបើសិនជាឧទាហរណ៍បើសិនជាលោកគ្រូចង់ copy អញ្ចឹងយើងមានបន្ទុក copy មកហើយយើងកែឧទាហរណ៍ណាអញ្ចឹងខ្ញុំ copy យើង select វាឲ្យអស់មកជួយឈរមកយើង control C តមកទៀតដល់ពេលដែលយើងផាសយើងហាមដាច់ខាតកុំប្រើ control V ណាបាទអញ្ចឹងយើងត្រូវចុច mouse ស្ដាំហើយយើងយកពាក្យនេះ1 2 3នេះផាសឡើងនេះទេផាសឡើង1 2 3ហ្នឹងណាបាទចុចវាមកអញ្ចឹងបន្ទុកវាហ្នឹងផាសអូតូហើយវាអត់ជាប់រូបមន្តអត់ជាប់តារាងអីមកទេអាហ្នឹងណានៅក្នុងកម្មវិធីមួយណាក៏ដោយយើងកុំផាស control V កាលណាលោកគ្រូផាស control V វាធ្វើឲ្យជាប់តារាងជាប់រូបមន្តជាប់អីរបស់គេមកទាំងអស់តែម្ដងអញ្ចឹងដល់ពេលដែលយើងចប់យើងចង់ទុកអញ្ចឹងក៏ទុកទៅបើអត់ទេយើងចង់ដោះវិញយើងចូលក្នុងពាក្យ view វិញមកហើយយើងចុចពាក្យថា fresh pan វិញមកហើយយើង add វាវិញមកបាទប៉ុណ្ណឹងយើងរំកិលវិញធម្មតានេះប៉ុណ្ណឹងបាទអរគុណច្រើន